នេះchoមកនិយាយពីរឿងដែលខ្ញុំទិញម៉ូតូបងប្អូនអ្នកជិតខាងឃើញយើងទិញម៉ូតូធំចេះគេថាទិញទៅអីលក់ថោកតែបងប្អូនលក់វិញថោកលក់ទិញមក3000លក់បាន1000ឯហ្នឹងហើយឥឡូវសួរចេះវិញថាតើយើងទិញមកហ្នឹងយើងទិញសម្រាប់យើងយកមកលក់ឬយើងជិះហ្នឹងហើយថាតើម៉ូតូប្រភេទអីដែលយើងលក់ហើយចំណេញឬក៏បានដើមវិញហ្នឹងហើយទោះបីប្រភេទម៉ូតូអាសង់ដែលគេកំពុងតែពេញនិយមនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាបងប្អូនក៏លក់ខាតដែរឲ្យតែបងប្អូនទិញមកយកមកប្រើប្រាស់យកមកជិះធ្វើការរស់ស៊ីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាលក់ហ្នឹងតែនៅខាតហើយសម្រាប់អាសង់បងប្អូនទិញ2000ជាងក្បែរ3000អីហើយលក់វិញបាន1000ជាងហ្នឹងបងប្អូនជិះ1ឆ្នាំ2ឆ្នាំហ្នឹងហើយអញ្ចឹងថាតើម៉ូតូប្រភេទអីដែលលក់ទៅចំណេញគឺអត់មានទេបងប្អូនគឺអត់មានទេម៉ូតូលក់ចំណេញហើយលក់ទៅបានដើមវិញតែងតែលក់ខាតហ្នឹងហើយអញ្ចឹងការឆ្លាញ់វាខុសគ្នាហើយដូចខ្ញុំនេះគឺខ្ញុំឆ្លាញ់ម៉ូតូធំហើយប្រភេទនេះគឺវាមិនសូវជាធំប្រហែលទេកម្លាំងវា155ទេសម្រាប់ MT15 នេះក៏ប៉ុន្តែអានេះជាការឆ្លាញ់ហើយអ្នកជិតខាងតែងតែស្ដីបន្ទោសតែងតែមើលងាយតែងតែឌីលខ្មេះថាយើងនឹងទិញទៅស្អីហ្នឹងហើយមិនក៏មិនទិញអាសងទៅហ្នឹងហើយអញ្ចឹងខ្ញុំបញ្ជាក់ដែរថាការឆ្លាញ់របស់មនុស្សការចូលចិត្តរបស់មនុស្សចំណូលចិត្តរបស់មនុស្សវាមានការគិតឃើញខុសគ្នាហ្នឹងហើយអញ្ចឹងដូចខ្ញុំខ្ញុំឆ្លាញ់បែបម៉ូតូធំបែបនេះចឹងទៅតែសម្រាប់បងប្អូនខ្លះគាត់ឆ្លាញ់អាសងចឹងទៅហើយមានបងប្អូនខ្លះទៀតគាត់ឆ្លាញ់ Scope 2ចឹងទៅឬក៏បងប្អូនខ្លះទៀតឆ្លាញ់បែប Exciter ឬក៏ Winner A ចឹងទៅហ្នឹងហើយតែសម្រាប់ខ្ញុំគឺខ្ញុំឆ្លាញ់បែបហ្នឹងហើយរិះគន់ថាទិញមកទៅស្អីលក់ខាតអញ្ចឹងហ្នឹងហើយមិនទិញអាសងទៅហ្នឹងហើយអាសងគឺខ្ញុំធ្លាប់ជិះហើយហ្នឹងហើយខ្ញុំធ្លាប់ជិះហើយក៏ប៉ុន្តែខ្ញុំចង់បដូរមកជិះម៉ូតូប្រភេទនេះដើម្បីឲ្យដឹងថាម៉ូតូប្រភេទអង្គយ៉ានេះវាបែបម៉េចអញ្ចឹងណាបងប្អូនដើម្បីឲ្យយើងងាយយល់ហ្នឹងហើយយើងធ្វើការចែកម្លែកបន្តអញ្ចឹងទៅអញ្ចឹងបងប្អូនកុំគិតបែបហ្នឹងបងប្អូនត្រូវគិតថានេះជាការចូលចិត្តនិងស្រឡាញ់របស់មនុស្សរៀងខ្លួនហ្នឹងហើយអញ្ចឹងដូចខ្ញុំស្រឡាញ់បែបហ្នឹងហើយសម្រាប់បងប្អូនស្រឡាញ់បែបផ្សេងក៏ស្រឡាញ់ទៅហើយមិនបាច់ចាំរិះគន់គ្នាទេហ្នឹងហើយបើសិនជាបងប្អូនរិះគន់អាហ្នឹងគេគិតថាយើងហ្នឹងច្រណែនឈ្នានីសហ្នឹងហើយអញ្ចឹងចែកគ្នាឲ្យដាច់ការស្រឡាញ់ពេញចិត្តរបស់មនុស្សរៀងខ្លួននិងការឈ្នានីសគ្នាហ្នឹងហើយសម្រាប់បងប្អូនគិតបែបហ្នឹងបងប្អូនក្នុងចិត្តរបស់បងប្អូនហ្នឹងឈ្នានីសហើយឬក៏ចំណែនហើយហ្នឹងហើយអញ្ចឹងចែកគ្នាឲ្យដាច់បងប្អូនហ្នឹងហើយគឺការស្រឡាញ់ខុសគ្នាទោះបីម៉ូតូហ្នឹងយើងទិញមកលក់ទៅខាតក៏អត់បញ្ហាដែរព្រោះវាជាការស្រឡាញ់របស់មនុស្សគ្មានម៉ូតូណាដែលលក់មកបានដើមវិញហើយលក់មកបានចំណេញទេវាអត់មានទេហ្នឹងហើយអញ្ចឹងលក់តែតែមានខាតហ្នឹងហើយមានខាតបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនកុំគិតបែបហ្នឹងហ្នឹងហើយនេះជា review អំពីម៉ូតូរបស់ខ្ញុំដែលបងប្អូនខ្លះគាត់គិតហ្នឹងបងប្អូនណាអញ្ចឹងការគិតរបស់មនុស្សវាផ្សេងគ្នាបងប្អូនណាការស្រឡាញ់ក៏ផ្សេងគ្នាដែរដូចខ្ញុំស្រឡាញ់បែបហ្នឹងហើយសម្រាប់បងប្អូនស្រឡាញ់បែបផ្សេងអាហ្នឹងសម្រាប់ខ្ញុំដូចជាមិនត្រូវជារិះគន់អីទេបងប្អូនហ្នឹងអត់រិះគន់ទេព្រោះការស្រឡាញ់វាខុសគ្នាអញ្ចឹងបងប្អូនហ្នឹងអញ្ចឹងការស្រឡាញ់នេះវាមានលក្ខណៈខុសគ្នាអញ្ចឹងបងប្អូនហើយសម្រាប់បងប្អូនស្រឡាញ់បែបបងប្អូនគឺផ្សេងហើយខ្ញុំស្រឡាញ់គឺបែបខ្ញុំតែខ្ញុំអត់ចេះរិះគន់គេទេបងប្អូនហ្នឹងហើយគេចង់ទិញឡានទិញអីក៏ខ្ញុំមិនចេះរិះគន់គេដែរព្រោះខ្ញុំជាមនុស្សដែលមិនសូវជាខ្វាយខ្វល់ពីរឿងអ្នកដទៃអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែយល់ឲ្យច្បាស់ពីបញ្ហាមួយហ្នឹងធ្វើអ្វីក៏ដោយវាត្រូវតែគប់ចិត្តខ្លួនឯងមិនគប់ចិត្តអ្នកដទៃទេហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះផ្ញើជូនដល់បងប្អូនមួយចំនួនតែគិតថាទិញម៉ូតូធំតែលក់មកខាតហ្នឹងហើយអញ្ចឹងបញ្ជាក់trongវីដេអូនេះគឺម៉ូតូប្រភេទអីក៏លក់ខាតដែរគ្រាន់តែការខាតនោះវាខាតតិចខាតច្រើនតែប៉ុណ្ណោះហ្នឹងហើយអញ្ចឹងនេះគ្រាន់តែជាការស្រឡាញ់របស់មនុស្សទេមានអីប្រខុសបងប្អូនហ្នឹងហើយ